សម្ដេចហ៊ុនសែនបានព្រមាននឹងឆ្លើយតបទៅកាន់មិច្ចចលនាជ្រុលនិយមថៃថាថៃនៅតែចិញ្ចឹមចិត្តនឹងមហិច្ឆតាចង់បានទឹកដីកម្ពុជាអ្នកនយោបាយជ្រុលនិយមថៃសន្ធិលីមថាំងគុលបាននិយាយយ៉ាងច្បាស់ថាប្រសិនបើគាត់ឆ្នះឆ្នោតដឹកនាំប្រទេសមានអំណាចពេញដៃនឹងលើកកងទ័ពវិប្រហារចូលទឹកដីកម្ពុជាយកខេត្តមួយចំនួនរបស់កម្ពុជាដូចជាបាត់ដំបងសៀមរាបបន្ទាយមានជ័យព្រះវិហារនិងកោះកុចហើយអាចរហូតដល់រាជធានីភ្នំពេញទៀតផងនេះជាសម្ដីរបស់សន្ធិលីមថាំងគុលដែលនិយាយភាសាថៃអាហ៊ុនសែនមហាទីជោអ្នកឯងសំណាងល្អដែលអញសន្ធិលីមថាំងគុលដែលអញអត់មានអំណាចប្រសិនបើអញមានអំណាចវិញថ្ងៃនេះបាត់ដំបងសៀមរាបសេរីសុភ័ណ្ឌអញនឹងដណ្ដើមយកមកហើយស្អែកអញនឹងទៅយកព្រះវិហារនិងបន្តទៅយកកោះគុចទៀតហើយអញសួរហែងថាប្រសិនបើនៅមិនពេញចិត្តទៀតអញនឹងទៅយកភ្នំពេញសម្ដីបែបនេះរបស់អ្នកនយោបាយជ្រុលនិយមថៃបង្ហាញយ៉ាងច្បាស់អំពីការចិញ្ចឹមចិត្តនិងមហិច្ឆតាចង់បានទឹកដីរបស់កម្ពុជាដូច្នេះហើយខ្ញុំសូមប្រកាសឲ្យជនរួមជាតិខ្មែរយើងទាំងអស់ត្រូវរួបរวมគ្នាជាចលនានិយមជាតិតែមួយដោយប្រុងប្រយ័ត្នជាប់ជានិច្ចត្រូវត្រៀមខ្លួនជាប់ជានិច្ចដើម្បីទប់ទល់ប្រឆាំងវិបំបាក់ឧបាយករដ៏សែនខ្មែរកខ្វក់របស់ថៃដែលចិញ្ចឹមចិត្តនិងមហិច្ឆតាចង់លេបទឹកដីខេត្តមួយចំនួនរបស់កម្ពុជាដោយចារិចឈ្លានពានបែបនេះទើបយើងត្រូវពង្រឹងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទត្រូវពង្រឹងខឿនការពារជាតិរបស់ប្រជាជនត្រូវខិតខំចរចាដើម្បីបោះបង្គោលព្រំដែនជាមួយថៃឲ្យបានឆាប់យើងត្រូវត្រៀមខ្លួនតស៊ូរយៈពេលវែងតាមផ្លូវយោធានយោបាយការទូតនិងផ្លូវច្បាប់ដរាបណាមិនទាន់មានការបោះបង្គោលព្រំដែនរួចរាល់លទ្ធភាពប៉ះទង្គិចខាងយោធាឬសង្គ្រាមតាមព្រំដែនងាយនឹងកើតឡើងនិងពិបាកជៀសផុតខ្ញុំមិនតបតជាមួយពួកចៅឈ្លានពានទឹកដីទេតែនេះជាសារដាស់តឿនដល់បងប្អូនជនរួមជាតិខ្មែរយើងទាំងអស់ដើម្បីត្រៀមខ្លួនវាយចៅឈ្លានពានទឹកដីខ្ញុំបាទសូមអរគុណនិងសូមគោរពលា